MC នៅក្នុងរាត្រីនេះថ្ងៃនេះបាទបងទូចហើយបងតារាបានរៀបចំកម្មវិធីរាត្រីស្រមោលសអញ្ជើញបងតារាចម្រៀងមកពីប្រទេសកម្ពុជានិងមកពីស៊ីដនីដើម្បីមកច្រៀងជូនបងប្អូនកំសាន្តនៅក្នុងទីក្រុង Brisbane នៃរដ្ឋ Queensland នេះដូច្នេះជាដំបូងនេះខ្ញុំបានសូមអញ្ជើញក្រុមតារាចម្រៀងបាទសូមអញ្ជើញឡើងមកលើឆាកទាំងអស់គ្នាបាទរួចរាល់នៅបាទសូមបងប្អូនរងចាំស្វាគមន៍ក្រុមតារាចម្រៀងរបស់យើងបាទសូមអញ្ជើញសូមជ័យមកទាំងអស់គ្នាបាទនេះជាតារាចម្រៀងរបស់យើងបាទដូច្នេះខ្ញុំមិនតន់បង្ហាញសមត្ថភាពទេប៉ុន្តែគាត់នឹងច្រៀងបទស្នេហ៍ឆ្លងវេហាជូនបងប្អូនទាំងអស់នេះស្ដាប់ជាដំបូងសិនបាទសូមអរគុណអ្នកមួយអូមិនចេញឈឺចេញព្រួយមិនរយបើមានសំព
បាទអរគុណច្រើនសូមសម្លេងទៀតឲ្យខ្លាំងៗមួយបាទបន្តតទៅនេះខ្ញុំបាននឹងសូមបង្ហាញជូនសមាជិកភាពប៉ុន្តែមុននឹងបង្ហាញជូនសមាជិកភាពនេះខ្ញុំបាទសូមគោរពនិងស្វាគមន៍អស់លោកលោកស្រីទាំងអស់និងក្មួយៗទាំងអស់ដែលបានអញ្ជើញមកចូលរួមគ្រប់គ្រងកម្មវិធីរបស់បងទូចនិងបងតារានៅក្នុងរាត្រីនេះបាទបងប្អូនមានអញ្ជើញមកមានភាពសប្បាយរីករាយស្លៀកពាក់ស្អាតនិងបានទទួលទាននៅម្ហូបអាហារឆ្ងាញ់បាទសូមអរគុណច្រើនដែលបានគ្រប់គ្រងហើយមុននឹងបង្ហាញជូនសមាជិកភាពនេះខ្ញុំបាទសូមគោរពអញ្ជើញម្ចាស់កម្មវិធីបាទបងទូចហើយនិងបងតារាសូមអញ្ជើញឡើងមកលើឆាកបាទបងសូមអញ្ជើញឡើងមកលើឆាកសិនមកហើយនឹងបងប្អូនតារាចម្រៀងនៅក្នុងស្រុកបាទសូមអញ្ជើញឡើងមកលើឆាកដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍បាទសូមរងចាំបន្តិចចាំតារាចម្រៀង local របស់យើងបាទបងឡើងមកលើឆាកហ្នឹងហើយសូមកាមេរ៉ាបាទសូមថតរូបភាពទុកជាអនុស្សាវរីយ៍នៅក្នុងរដ្ឋ Queensland របស់យើងនៅក្នុងរាត្រីនេះបាទជាដំបូងនេះខ្ញុំបាទសូមណែនាំអ្នកចម្រៀងតារាចម្រៀងរបស់យើងដែលមកពីប្រទេសសម្បត្តិសង្ហាស្រស់ស្អាតហើយមានសំនៀងពីរោះទៀតបាទដូច្នេះសូមទៀតឲ្យខ្លាំងជូនគាត់មួយបាទអរគុណច្រើនបន្តមកទៀតសូមណែនាំបងប្អូនឲ្យស្គាល់បងអូននីរ៉តដែលជាតារាចម្រៀងមកពីកម្ពុជាដែរបាទនីរ៉តសូមបង្ហាញខ្លួនបាទស្អាតទេបងប្អូនបាទចង់ដឹងថារូបសម្បត្តិរបស់គាត់ស្អាតប៉ុន្តែចង់ដឹងថាសម្លេងរបស់គាត់យ៉ាងណានោះនឹងរងចាំក្នុងពេលបន្តិចទៀតនេះបាទបន្តមកទៀតខ្ញុំបាទសូមណែនាំបងប្អូនឲ្យស្គាល់បងអូនម៉ូនីកាបាទម៉ូនីកាសូមជម្រាបសួរបងប្អូនបាទបងប្អូនស្គាល់ទេម៉ូនីកាជាតារាទើបតែនឹងរះប្រហែលជា20ឆ្នាំនេះទេបាទអរគុណច្រើនបាទបន្តមកទៀតខ្ញុំបាទសូមណែនាំជូនបងប្អូននៅជនពិសេសបាទមនុស្សពិសេសមួយគឺនាយឆ្អឹងដែលជាតារាកំ pl ែងបាទបងប្អូនស្គាល់គាត់ទេគឺនាយឆ្អឹងបាទមើលទៅឃើញឆ្អឹងទេខ្ញុំមើលមិនឃើញឆ្អឹងបាទខ្ញុំមើលអត់ឃើញឆ្អឹងទេបើមិនដឹងថានាយឆ្អឹងយ៉ាងម៉េចខ្ញុំមិនដឹងថាម្ដាយគាត់ដាក់ឈ្មោះឲ្យយ៉ាងម៉េចខ្ញុំអត់យល់ដែរដល់អញ្ចឹងតែខ្ញុំថាប្រហែលជាដាក់ឈ្មោះនាយអត់ឆ្អឹងទៅប្រហែលល្អជាងថាមើលបាទអរគុណច្រើនបន្តមកទៀតខ្ញុំបាទសូមជូនណែនាំបងប្អូនតន្ត្រីករបងដូរ៉េបាទដូរ៉េសូមទៀតឲ្យជូនខ្លាំងមួយបាទដូរ៉េគឺជាមិនមែនដូរ៉េមីសូឡាទេបាទជាដូរ៉េគាត់ជាតន្ត្រីករហើយជាអ្នកចម្រៀងផងដែរបាទបន្តមកទៀតគឺបងប្អូនយើងមានបងប្អូនយើងដែលជាតារាចម្រៀង local មានបងប្អូនសវងហើយបងប្អូនសូហ្វីបាទផងដែរប៉ុន្តែមុននឹងចាប់ដើមឲ្យគាត់ច្រៀងខ្ញុំបាទសូមគោរពអញ្ជើញម្ចាស់កម្មវិធីបងទូចមេត្តាមានប្រសាសន៍មួយម៉ាត់ពីរជូនបងប្អូនយើងដែលបានគ្រប់គ្រងបងដែលបានលះបង់ពេលវេលា support បងក្នុងកម្មវិធីនេះបាទសូមអរគុណបាទសូមទូចសូមអញ្ជើញបាទអរគុណណាស់មុននឹងចាប់ផ្ដើមកម្មវិធីខ្ញុំបាទព្រមទាំងភរិយាបាទសូមអរកាយជំរាបសួរនិងអរគុណដល់ភ្ញៀវកិត្តិយសអស់ដែលបានតែងតែអញ្ជើញមកទ្រាំទ្រនៃកម្មវិធីរបស់ខ្ញុំដែលបានរៀបចំរាល់ពេលគ្រប់ពេលទាំងអស់ដែលខ្ញុំបានរៀបចំហើយនឹងសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់បាទក៏ដូចមកទ្រាំទ្រកម្មវិធីខ្ញុំក៏ដូចទ្រាំទ្រដល់សិល្បៈយើងទាំងអស់គ្នាដែរបាទមានតែពាក្យអរគុណហើយអរគុណទៀតបាទហើយម្យ៉ាងទៀតសូមបងប្អូនបន្តទៅនឹងការបាទពិសាភោជនាហារហើយនឹងមានបងប្អូនគុណក្មួយដែលគាត់អញ្ជើញមកពីកម្ពុជាយើងហ្នឹងគាត់ច្រៀងកំដររាំលេងសប្បាយទាំងអស់គ្នាហើយដល់ម៉ោង11បាទតាមការពិតរេស្តូរ៉ង់គេបិទតែម៉ោង10កន្លះទេប៉ុន្តែចំពោះខ្ញុំធ្វើ
ដូចថាធ្លាប់ស្គាល់ connection ជាមួយគាត់ចឹងហើយយើងអាចសុំគាត់បានកន្លះម៉ោងទៀតហើយម្យ៉ាងទៀតសំខាន់ណាស់ពេលណាដែលម៉ោង10ឬក៏10កន្លះហ្នឹងហើយដែលគាត់ពេលវេលាដែលគាត់ត្រូវបិទហើយបងប្អូនដែលនៅតុខាងក្រោយបើសិនតុមុខយើងទំនេរសូមបងប្អូនហ្នឹងមូបាទសូមអញ្ជើញខាត់មកខាងមុខមកដើម្បីតុក្រោយឲ្យគាត់ឲ្យម្ចាស់រេសរ៉ង់នេះរើបាទអានេះសំណូមពរដូចគ្នាក៏អនុញ្ញាតឲ្យយើងប៉ុន្តែគ្នាក៏សុំចំណុចហ្នឹងដែរអញ្ចឹងសូមភ្ញៀវទាំងអស់មេត្តាជ្រាបហើយសូមអភ័យទោសបើមានការកំហុសខុសឆ្គងត្រង់ណាដែលរាល់កម្មវិធីខ្ញុំបានធ្វើមកហ្នឹងជាច្រើនដងមកហើយបាទបើមានខុសឆ្គងណាសូមមេត្តាអភ័យទោសបាទហើយម្យ៉ាងទៀតក៏សូមដល់ពេលបងប្អូនសប្បាយនឹងត្រឡប់ទៅគេហដ្ឋានវិញសូមឲ្យបានសេចក្តីសុខហើយនឹងសុវត្ថិភាពគ្រប់គ្នាបាទអរគុណបាទសូមទៀតដៃជូនខ្លាំងៗជូនទូទៅបាទបន្តទៀតសូមបងតារាមានប្រសាសន៍មួយម៉ាត់ពីផងដែរជូនមិត្តភក្តិបងបាទជាដំបូងនេះនាងខ្ញុំអ្នករៀបចំកម្មវិធីទាំងពីរអ្នកប្តីប្រពន្ធសូមថ្លែងអំណរអគុណដល់បងប្អូនមីងនាងក្មួយទាំងអស់ដែលបានជួយមក support នៅតារារបស់ខ្មែរយើងចាអញ្ជើញមកពីប្រទេសកម្ពុជាបានមកជួយ support ពួកគាត់នាងខ្ញុំត្រេកអរខ្លាំងណាស់រាល់ពេលនាងខ្ញុំរៀបចំកម្មវិធីតែតែបងប្អូនជួយ support គ្រប់ពេលដែលនាងខ្ញុំរៀបចំកម្មវិធីហើយចុងក្រោយនេះនាងខ្ញុំក៏សូមអរគុណលើកម្រាមដៃដល់អរគុណបងប្អូនទាំងអស់គ្នាអរគុណមែនតើចាសប្បាយចិត្តណាស់ថ្ងៃនេះជោគជ័យចាអរគុណជូនពរបងប្អូនសុខភាពល្អធ្វើដំណើរទៅផ្ទះវិញជួបតែសុវត្ថិភាពតាមផ្លូវគ្រប់ទាំងអស់គ្នាអរគុណច្រើនអរគុណបាទអរគុណបាទជួបមុខឲ្យបងទូចនិងបងតារាដែលជាម្ចាស់កម្មវិធីខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានគ្រប់គ្រងហើយបើសិនជាមិនមានបងតារារៀបចំកម្មវិធីទេបងប្អូនក៏មិនមានបានមកជួបជុំគ្នាដើម្បីស្លៀកពាក់ស្អាតមកសប្បាយមករំកំសាន្តនៅក្នុងព្រៃដែរហើយក៏អរគុណបងប្អូនដែលបានអញ្ជើញមកប្រទេសកម្ពុជាបើសិនជាបងប្អូនមិនមកទេពួកយើងក៏ប្រហែលជាស្ងាត់ដែរប្រហែលជាអត់មានកម្មវិធីទេហើយក៏អរគុណបងប្អូនដែលជា local ដែលជាអ្នកចម្រៀង local ក៏បានមកកំដរអារម្មណ៍បងប្អូននៅពេលបើកឆាកផងដែរបើសិនជាគ្មានបងប្អូនទាំងអស់ចូលរួមទេយើងមិនមានក្នុងព្រៃនេះហើយយើងមិនបានសប្បាយជុំគ្នាដែរប៉ុន្តែមុននឹងពេលបែកគ្នាត្រឡប់ទៅនេះខ្ញុំបាទសូមខាងថតរូបបងប្អូនថតរូបបាទសូមថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ទុកជាអានេះជូនគាត់ពួកគាត់ជូនទៅពេលត្រឡប់ទៅស្រុកខ្មែរវិញបាទ